នៅក្នុងវីដេអូនេះខ្ញុំធ្វើការបង្ហាញអំពី fill layer វិញម្ដងដើម្បីយើងទទួលបាន fill layer ខ្ញុំសូមបិទ layer ដែលខ្ញុំបានបង្កើតមុនហ្នឹងអញ្ចឹងយើងចូលមកកន្លែង layer ហើយយើងស្វែងរកពាក្យ new fill layer ជានេះគឺជាប្រភេទ fill layer ដែលយើងអាចប្រើប្រាស់បានមាន solid color មាន gradient color ហើយមាន pattern layer ទាំង3នេះជាប្រភេទ fill layer ដែល solid color នេះមានន័យថាយើងចាក់ពណ៌ស្មើហើយ gradient យើងប្រើជាមួយនឹងពណ៌មួយដែលបណ្ដេញគ្នាវាអាចជាពណ៌ក្រហមដេញជាមួយពណ៌សអីចឹងទៅយើងអាចប្រើទៅតាមហ្នឹងហើយសម្រាប់ pattern នេះជាប្រភេទ layer ដែលមានរូបភាពអីចឹងណាយើងអាចជ្រើសរើសជាមួយនឹង pattern នឹងបាននៅក្នុងវីដេអូក្រោយៗទៀតខ្ញុំនឹងបង្ហាញលម្អិតអីពាក់ព័ន្ធជាមួយនឹង fill layer អីហ្នឹងតែខ្ញុំចង់បង្ហាញឲ្យបងប្អូនទាំងគ្នាស្គាល់អំពី fill layer វាជាប្រភេទ layer បែបម៉េចអញ្ចឹងឧទាហរណ៍ថាខ្ញុំជ្រើសរើសយកក៏បានឥឡូវខ្ញុំសុំជ្រើសរើស solid សិនទៅដើម្បីងាយស្រួលយល់ click យក solid បែបនេះហើយឆ្វេងមួយបន្តទៀតគេដាក់ new layer ហើយខាងក្រោមយើងអាចដាក់ឈ្មោះជាមួយនឹងឈ្មោះ layer ហ្នឹងបន្ថែមទៀតក៏បានឬក៏ចង់យកឈ្មោះដែល Photoshop បង្ហាញនេះក៏បានដែរយើងអាចដាក់ color fill 1អញ្ចឹងក៏បានអញ្ចឹងយើងយក OK មកបន្តទៀតវានឹងបង្ហាញពណ៌ឲ្យយើងជ្រើសរើសហើយយើងចង់បានពណ៌បែបម៉េចហើយយើងអាចនេះ only web color មានន័យថាវានឹង select color ផ្នែកអញ្ចឹង text ហ្នឹងមកវាចេញផ្នែកអូខេអញ្ចឹងខ្ញុំយក OK ខ្ញុំយក color ហើយដែរវាបាត់រូបភាពយើង layer យើងផ្សេងទៀតដោយសារតែពេលដែលយើងចូល layer មកយើងនឹងឃើញ fill layer វានៅលើគេបង្អស់អញ្ចឹងកាលណាយើងប្រើ fill layer ហ្នឹងគឺមានន័យថាវានឹងបាំងជាមួយនឹងនៅខាងលើគេវានឹងបាំងរូបភាព layer ផ្សេងទៀតដែលវាមាននៅខាងក្រោមហ្នឹងឯងអញ្ចឹងឧទាហរណ៍ថាខ្ញុំបិទវាចេញហើយខ្ញុំចូលមក layer ដដែលហើយខ្ញុំរកពី new fill layer ហ្នឹងហើយខ្ញុំយក gradient ពេលដែលយើងចាក់ gradient យើងនឹងឃើញភាពខុសគ្នានៃ solid layer ហើយនឹង fill ហ្នឹងអញ្ចឹងយើងខុសគ្នាពេលដែលយើងនេះឃើញហើយវាពណ៌វាបណ្ដេញគ្នាអញ្ចឹងណាពេលដែលយើងចូល gradient មកវាមានពណ៌រៀងទឹកសមុទ្រចាស់នេះហើយវាមានពណ៌សអញ្ចឹងវាបណ្ដេញគ្នាពណ៌ហ្នឹងវាយើងអាចដាក់ពណ៌ផ្សេងទៀតបញ្ចូលបានខ្ញុំចង់បដូរពណ៌ខ្ញុំដាក់ពណ៌រៀងពណ៌លឿងក៏បានដែរអញ្ចឹងវាបណ្ដេញពណ៌លឿងនេះពណ៌នេះបណ្ដេញគ្នាអូខេអញ្ចឹងនេះជាប្រភេទ gradient layer អញ្ចឹងខ្ញុំសុំ click OK មកព្រាងចាក់ gradient វានឹងពណ៌វាបណ្ដេញគ្នាហើយវាអត់បាំងជាមួយនឹងដូចជាមួយនឹង solid layer ទេពេលខ្ញុំបើក solid layer គឺវាបាត់តែម្ដងអញ្ចឹងខ្ញុំល្អិតផ្សេងបន្ថែមទៀតនៅក្នុងវីដេអូក្រោយខ្ញុំសូមបង្ហាញប៉ុណ្នេះពាក់ព័ន្ធជាមួយនឹងប្រភេទនៃ layer របស់យើងដែលជាប្រភេទ fill layer នៅក្នុងកម្មវិធី Adobe Photoshop ជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយអរគុណ